សួស្តីបងប្អូនទាំងអស់គ្នាបាទហើយថ្ងៃនេះមកអាប់ដេតជាមួយនឹងពត្រាបន្តិចបាទដោយសារតែឥឡូវវាបានធំច្រើនហើយបាទប្រព័ន្ធមេដៃប៉ុនមេជើងអីហើយបាទឃើញថាមួយដើមនេះដែលយើងក្រោយពីយើងអាចទុកវាទៅក៏វាមានផ្លែច្រើនបាទផ្លែច្រើនដែរបាទមួយចកោមអីច្រើនប៉ុន្តែគាត់ថានេះវាជាដើមតូចទេហើយវាផ្លែប្រព័ន្ធហ្នឹងចាប់ទុកថាវាផ្លែច្រើនហើយដោយសារអីយើងបេះចោលខ្លះកន្លែងខ្លះយើងការបេះចោលខ្លះអញ្ចឹងណាបាទហើយនេះគឺផ្លែវាបាទវាធំច្រើនហើយធំបាទហ្នឹងហើយមិនទាន់ច្រើនប្រហែលនេះដោយសារតែយើងកាត់វាបន្តអញ្ចឹងតាមពិតនេះតាំងពីក្រោមមកវាមានមែកសងខាងហ្នឹងគឺផ្លែច្រើនណាបាទប៉ុន្តែអត់ទាន់បានហូបមួយទេដោយសារអីគឺយើងកាត់ចោលយើងអត់ទាន់ប្រឡែងវាឲ្យធំទេយើងខំជួយដងដើមវាហ្នឹងឲ្យវាធំសិនបាទដងដើមវាហ្នឹងព្យាយាមតែងវាឥឡូវផុតក្បាលហើយយើងធ្វើទ្រើងដោយសារតែដើមវាទូចអញ្ចឹងយើងជួយធ្វើទ្រើងវាហ្នឹងហើយឥឡូវយើងប្រឡែងតាមឲ្យវាដុះតាមចិត្តហើយឥឡូវបាទតាមចិត្តឲ្យផ្លែប្រមាណក៏យើងអត់កាត់ចេញដែរយើងទុកវាអញ្ចឹងណាបាទអញ្ចឹងឃើញថាដាក់ផ្លែមុនហ្នឹងគឺវាបានធំច្រើនហើយបាទបានធំច្រើនហើយបាទចិត្តបានភ្លុកហើយដោយសារនេះឃើញយើងពណ៌រៀងលឿងតិចហើយធំហើយបាទនេះអីបាទខាងនោះអីបាទប៉ុនមេជើងហើយប៉ុន្តែប៉ុនមេជើងអត់ទាន់អស់ធំទេបងប្អូនដោយសារពត្រានេះពូជក្រហមទាបើសិនជាយើងថែទាំដិតដល់ចាប់ពី2ឆ្នាំ3ឆ្នាំឡើងទៅគឺផ្លែវាធំផ្លែវាប៉ុនកដៃកូនក្មេងបាទប៉ុនកដៃកូនក្មេងបាទអានេះវាធំជាងមេជើងនេះបងប្អូនបាទធំជាងមេជើងពត្រាក្រហមទានេះគឺមានរសជាតិឆ្ងាញ់ផ្អែមឆ្ងាញ់បើសិនជានៅពេលថ្ងៃក្តៅខ្លាំងហើយនៅពេលយប់ត្រជាក់ខ្លាំងវាធ្វើឲ្យពណ៌របស់ពត្រានេះវាឡើងពណ៌ក្រហមដូចប៉មតូចប៉ុនកដៃកូនក្មេងហ្នឹងបាទពណ៌វាស្តៀងគ្នាជាមួយនឹងប៉មហ្នឹងឯងបាទពូជពត្រានេះប៉ុន្តែបើសិនជាអាកាសធាតុមិនត្រជាក់ខ្លាំងនៅពេលយប់មិនក្តៅខ្លាំងនៅពេលថ្ងៃក៏ពត្រាហ្នឹងក៏អត់ក្រហមដែរវាជាធម្មតាវាពណ៌អញ្ចឹងធម្មតាបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថានឹងរសជាតិឆ្ងាញ់ដូចអ្វីដែលជាការមេវាចង់និយាយថាពូជវាអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងបងប្អូនទីទៀតបងប្អូននឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទហើយពូជពត្រានេះបើសិនជាមានរសជាតិឆ្ងាញ់ហើយយើងនឹងពង្រីកធ្វើច្រើនបាទហ្នឹងហើយ